ប្រជុំរឿងព្រេងនិទានខ្មែរភាគទី3រឿងចោរលួចក្រដាសមាននិទានមួយដំណើរថាមានបរិសពីរនាក់ប្តីប្រពន្ធអាស្រ័យនៅក្នុងភូមិមួយបរិសជាប្តីតែងតែសិតក្រដាសសពថ្ងៃឯប្រពន្ធនៅផ្ទះមានស្មន់អន្តកយប់មួយអាសហាយមេនោះមកតែពុំទាន់ឡើងទៅលើផ្ទះនោះឡើយជួនជាប្តីនោះត្រឡប់មកពីស្រដិតក្រដាសវិញក្នុងវេលាខុសប្រក្រក្តីទុកក្រដាសលើក្រែក្រោមផ្ទះយកដុំថ្មសង្កត់ស្រួបួរហើយក៏ឡើងទៅលើផ្ទះប្រពន្ធឃើញហើយភ្ញាក់ខ្លួនព្រើតសួរប្តីថាចោះអ្នកទៅណាបាត់មិនដែលឃើញនៅផ្ទះដល់មួយថ្ងៃសោះថ្មនេះទៅឡើងមកប្តីថាឯងអើយអញខំសង្វាតទៅសិតក្រដាសដើម្បីលក់យកប្រាក់ចិញ្ចឹមជីវិតប្រពន្ធថាឥឡូវនេះក្រដាសនោះអ្នកទុកនៅឯណាប្តីថាអញទុកលើក្រែក្រោមផ្ទះយកថ្មសង្កត់លើក្រដាសនោះឯងឯអាសហាយនៅក្រោមផ្ទះឮសូរដូច្នេះក៏មានចិត្តត្រេកអរគិតថាក្រដាសទាំងនេះមកជាបានមកដៃអញជាក់ជាមិនខានហើយក៏លួចយកក្រដាសនោះទាំងអស់ទៅលុះព្រឹកឡើងបរិសប្តីនាំប្រពន្ធទៅយកក្រដាសពុំឃើញដល់មួយពុំឡើយកាលបើរកពុំឃើញប្រពន្ធក៏ជេរប្តីទើបបរិសនោះយកខ្សែចងថ្មនោះអស់ទៅប្តឹងចៅក្រមថាខ្ញុំទុកក្រដាសក្រោមផ្ទះយកថ្មនេះសង្កត់ឥឡូវនេះក្រដាសខ្ញុំបាត់ខ្ញុំថាថ្មនេះឯងលួចក្រដាសខ្ញុំសូមឲ្យលោកពិចារណាសេចក្តីនេះឲ្យទៀនចៅក្រមថាចៅនេះឈួតឬជាបានជាថាថ្មលួចក្រដាសដូច្នេះហើយចៅក្រមពុំជំនុំពិចារណាឲ្យឡើយបរិសម្ចាស់ក្រដាសនោះកើតទុកពុំសុខចិត្តក៏នាំសេចក្តីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយនៅដំណើរនោះព្រះអង្គទ្រង់ត្រាស់ដឹងថាព្រះស្ដែងមានប្រពន្ធឬអត់ប្រពន្ធបរិសនោះក្រាបបង្គំទូលថាមានប្រពន្ធព្រះមហាក្សត្រទ្រង់ត្រាស់ថាបើដូច្នេះចូលចៅថយទៅសិនចោះចាំយើងពិចារណាសេចក្តីនោះមើលបរិសនោះក៏ក្រាបថ្វាយបង្គំលាវិលទៅកាន់លំនៅខ្លួនវិញទើបព្រះមហាក្សត្រចាត់មនុស្សឲ្យយកគងទៅប៉ាវប្រាប់អស់មុខមន្ត្រីសេនាបតីធំតូចនៅរាជផងឲ្យដឹងថាព្រះអង្គមានការក្រណាស់បើនរណាមានកដាស់ឲ្យយកទៅថ្វាយព្រះអង្គនឹងចិញ្ចឹមអ្នកនោះចោលលួចក្រដាសនោះកាលបើបានឮអញ្ញាប៉ាគងដូច្នេះហើយក៏មនីយកក្រដាសដែលខ្លួនលួចគេនោះឡើងទៅថ្វាយហើយព្រះមហាក្សត្រត្រាស់ឲ្យហៅម្ចាស់ក្រដាសមកមើលក៏ស្គាល់ជាក់ជាក្រដាសរបស់ខ្លួនមែនហើយទ្រង់ត្រាស់ដណ្ដឹងទៅចោលដែលលួចគេនោះថាក្រដាសនេះតើព្រះស្ដែងបានមកពីទីណាចោលក្រាបបង្គំទូលថាខ្ញុំព្រះបាទអម្ចាស់ធ្វើខ្លួនឯងព្រះមហាក្សត្រទ្រង់ឲ្យធ្វើក្រដាសលោមើលចៅនោះធ្វើពុំកើតក៏ក្រាបទូលថាខ្ញុំព្រះបាទអម្ចាស់បានពីប្រពន្ធព្រះអង្គឲ្យទៅយកប្រពន្ធមកឯចៅក្រាបទូលថាខ្ញុំព្រះបាទអម្ចាស់នឹងទៅយកពុំបានទេត្បិតខ្ញុំព្រះបាទអម្ចាស់លួចគេព្រះមហាក្សត្រទ្រង់ដឹងថាព្រះស្ដែងលួចតែក្រដាសឬលួចទាំងប្រពន្ធគេផងចៅនោះនឹងលាក់ពុំបានក៏ក្រាបទូលថាខ្ញុំព្រះបាទអម្ចាស់លួចទាំងប្រពន្ធផងទើបព្រះមហាក្សត្រទ្រង់ឲ្យលួចអាប្រុសនិងមេស្រីនោះដាច់ស្រិលហោងសេចក្តីនេះជាអាចកំបាំងអត់ចៅក្រមឯណាពិចារណាបានឡើយមានតែព្រះមហាក្សត្រទើបស្វែងយល់ដល់សពប្រការអំបាលនេះបានរឿងបរិសពីរនាក់ទៅបាញ់សត្វមាននិទានមួយដំណើរថាមានបរិសពីរនាក់ទៅបាញ់សត្វលុះដើរចូលទៅក្នុងព្រៃបានឃើញសត្វហើយក៏បាញ់ព្រមគ្នាត្រូវសត្វនោះងាប់ហើយគិតនឹងសាច់ចែកគ្នាបរិសទាំងពីរនាក់សឹងកើតចិត្តលោភចង់បានចំណែកលើគ្នាតែរៀងខ្លួនប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចឡើយហើយបបួលគ្នាសែងសត្វនោះទៅប្តឹងចៅក្រមដល់ហើយបរិសមួយនិយាយថាសូមជម្រាបលោកត្បិតយើងខ្ញុំទាំងពីរនាក់បាញ់សត្វនេះព្រមគ្នាត្រូវដំណើរគ្នាលុះសត្វនេះងាប់ហើយគិតនឹងសាច់ចែកគ្នាស្រាប់តែមានពាក្យវិវាទទៅវិញទៅមកដោយចង់យកចំណែកលើសតែរៀងខ្លួនសេចក្តីនេះសូមលោកចែកឲ្យយើងខ្ញុំផងចៅក្រមដណ្ដឹងសួរថានរណាបាញ់ត្រូវមុននរណាបាញ់ត្រូវក្រោយបរិសមួយថាបាញ់ត្រូវព្រមគ្នាតែខ្ញុំព្រះបាទបាញ់ត្រូវត្រង់ទ្រង់ចៅនេះបាញ់ត្រូវត្រង់ជើងទាំងពីរបរិសមួយទៀតឆ្លើយថាបាញ់ត្រូវព្រមគ្នាមែនតែខ្ញុំព្រះបាទបាញ់ត្រូវបាក់ជើងទាំងពីរចៅនេះបាញ់ត្រូវត្រង់ខ្លួនឯចៅក្រមថា
បើតាមពាក្យចៅទាំងពីរនាក់នេះឆ្លើយឲ្យរាយការណ៍ឃើញថាបានត្រូវដំណើរគ្នាបើដូច្នេះអញបង្គាប់ឲ្យចៅទាំងពីរកាត់ក្បាលទុកដាក់ខ្វាត់ឯខ្លួនសត្វនោះត្រូវពុះជាពីរអញនឹងពិចារណាមើលតើគួរចែកគ្នាម្ខាងម្នាក់ឬយ៉ាងណាចៅទាំងពីរនាក់ពុំព្រមធ្វើតាមចៅក្រមបង្គាប់នោះឡើយទើបចៅក្រមនាំចៅទាំងពីរនាក់នោះឡើងទៅក្រាបទូលព្រះមហាក្សត្រទ្រង់ជ្រាបដោយដំណើរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលថាដោយសារព្រះស្ដែងបាញ់ត្រូវដើមទ្រង់បានជាសត្វនោះងាប់ឆាប់ឯព្រះស្ដែងបាញ់ត្រូវបាក់ជើងទាំងពីរនោះលុះតែសម្លាប់ថែមទៀតទើបសត្វនោះអស់អាយុព្រះមហាក្សត្រទ្រង់ឲ្យយកសត្វនោះទៅអាសាចែកគ្នា3ភាគ2ភាគឲ្យទៅបានចៅដែលបាញ់ត្រូវដើមទ្រង់1ភាគឲ្យបានទៅចៅដែលបាញ់ត្រូវបាក់ជើងទាំងពីរនោះកាលបើព្រះមហាក្សត្រទ្រង់ព្រះបញ្ជាឲ្យចែកដូច្នេះចៅទាំងពីរនាក់នោះក៏ចូលចិត្តព្រមព្រៀងគ្នាហើយក្រាបថ្វាយបង្គំលាវិលទៅទីលំនៅទីតីហោងរឿងស្ត្រីពីរនាក់ដណ្ដើមកូនគ្នាមាននិទានមួយដំណើរថាមានស្រីពីរនាក់មានកូនដូចគ្នាបណ្ដានាងទាំងពីរនាក់នោះស្រីមួយកូនស្លាប់ស្រីមួយទៀតកូនរស់ស្រីនោះពោកូនទៅងូតទឹកឯស្រីកូនស្លាប់នោះដើរមកជួបហើយនិយាយថានាងអើយកូននាងដូចកូនអញសូមថើបកូននាងបន្តិចស្រីម្ដាយក៏ឲ្យកូននោះទៅស្រីនោះទទួលយកមកថើបបំបៅហើយឡើងដើរនឹងយកកូននោះទៅកាន់លំនៅរបស់វាស្រីម្ដាយស្រែកថានាងអើយនាងយកកូនអញទៅណាស្រីនោះថាកូនអញទៅតើម្ដេចថាកូនឯងស្ត្រីទាំងពីរអ្នកឆ្លោះប្រកែកដណ្ដើមកូនគ្នាទៅវិញទៅមកមិនដាច់ស្រេចសោះហើយក៏នាំគ្នាទៅប្តឹងចៅក្រមស្រីដែលដណ្ដើមកូនគេនោះប្តឹងថាសូមទាននាងខ្ញុំពោកូនមកមេនោះឃើញកូននាងខ្ញុំក៏ដើរតាមមកថាជាកូនរបស់វាស្រីជាម្ដាយប្តឹងថានាងខ្ញុំពោកូនមកងូតទឹកមេនោះដើរមកអំពីអាណាមិនដឹងឃើញកូននាងខ្ញុំថាដូចកូនវានិយាយសុំអំពីនាងខ្ញុំយកទៅថើបលាដៃមករកខ្ញុំក៏ឲ្យកូនទៅថើបហើយវាពោបំបៅនាំកូននាងខ្ញុំរត់ទៅសូមលោកពិចារណាឲ្យខ្ញុំហោងឯចៅក្រមជំនុំពិចារណាអស់រាត្រី3ក៏ពុំយល់ប្រកាសជាកូននាងណាឡើយនឹងកាត់សេចក្តីនេះពុំបានទើបនាំស្រីទាំងពីរនាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រនៅដំណើរនោះព្រះមហាក្សត្រទ្រង់ជ្រាបសពគ្រប់ដោយដំណើរនោះហើយទើបព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដោយនៅព្រះប្រាជ្ញាពិសេសលុះស្វែងយល់ហើយទ្រង់ត្រាស់ឲ្យយកកូននោះទៅដាក់នៅកណ្ដាលឲ្យស្រីទាំងពីរនាក់ដណ្ដើមគ្នាវាបាននរណាដណ្ដើមយកបានឲ្យអ្នកនោះយកកូននោះចោះកាលបើដូច្នេះស្រីទាំងពីរក៏ចូលទៅដណ្ដើមគ្នាស្រីកូនស្លាប់ប្រចាប់យកភ្លាមពុំគិតបាក់បែករហែកដៃជើងដោយឥតមេត្តាករណាក្មេងនោះឡើយឯស្រីជាម្ដាយខឹងនឹងមេនោះខ្លាំងណាស់តែមានចិត្តអាណិតអាសរកូននោះក្រៃពេកក៏ដើរចូលទៅថ្នមអោបក្រសោបយកកូនដោយបកប្រឡឹងលុះឃើញស្រីនោះវាខំពុះពៀប្រវាចាប់យកកូនពុំគិតបាក់ឆ្អឹងដូច្នេះក៏លែងកូនចេញបានកូនទៅស្រីម្នាក់នោះទៅព្រះមហាក្សត្រមានព្រះបន្ទូលថានាងដែលលែងកូនឲ្យទៅគេនោះជាម្ដាយពិតហេតុត្បិតមានចិត្តអាសូរករណាកូនស្រីដែលដណ្ដើមកូនបានទៅនោះពុំមែនជាម្ដាយពិតទេព្រោះឥតមានចិត្តអាណិតអាសូរកូនបន្តិចសោះខំដណ្ដើមយកតែឈ្នះដៃទ្រង់មានព្រះបន្ទូលដូច្នេះហើយក៏ទ្រង់កាត់សេចក្តីឲ្យបានកូននោះទៅស្រីជាម្ដាយវិញឯស្រីដែលដណ្ដើមកូននោះព្រះអង្គទ្រង់ផ្ដល់ទានទោសផ្ចាញ់ផ្ទាល់ឲ្យរៀងចាលហោងរឿងស្រីស្មោះត្រង់នឹងស្វាមីមាននិទានមួយដំណើរថានៅក្នុងនគរមួយនោះមានសេដ្ឋីពីរនាក់សេដ្ឋីម្នាក់មានកូនស្រីសេដ្ឋីម្នាក់ទៀតមានកូនប្រុសសេដ្ឋីទាំងពីរនាក់ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនបានជាស្វាមីភរិយាគប់ជួនជានគរនោះកើតចលាចលបះបោហើយសេដ្ឋីទាំងពីរនាក់ក៏បែកខ្ញែកខ្ចាត់ខ្ចាយចេញទៅកន្លែងទីតីពីគ្នាតមកសេដ្ឋីមានកូនស្រីក៏ផ្សំផ្គុំកូនស្រីនោះឲ្យមានប្តីនឹងបរិសដទៃទៀតកូនស្រីក៏ព្រមយកប្តីនោះមិនប្រកែកនាងនោះបានទៅនឹងប្តីហើយប្រាប់ថាឪពុកខ្ញុំ
បានផ្សំផ្គុំឲ្យខ្ញុំមានប្តីពីមុនរួចម្ដងហើយតែមិនទាន់ទាំងបាននៅរួមគ្នាផងស្រាប់តែអ្នកមកបានខ្ញុំជាភរិយាដោយខ្ញុំមិនទាន់បានដោះពាក្យបដិញ្ញានឹងប្តីមុននោះនៅឡើយឥឡូវនេះខ្ញុំសូមលាអ្នកទៅដោះពាក្យបដិញ្ញានឹងប្តីដើមនោះសិនតែបើអ្នកបើកឲ្យទៅទើបខ្ញុំហ៊ានទៅបើអ្នកពុំបើកឲ្យទៅទេខ្ញុំមិនហ៊ានទៅដែរប្តីនោះឆ្លើយថាយើងស្មានថានាងនៅទំនេរឥតប្តីទេបើនាងមានស្វាមីអំពីមុនរួចមកហើយដូច្នេះចូលនាងទៅដោះបដិញ្ញានឹងប្តីដើមឲ្យជ្រះស្រឡះសិនចោះយើងមិនខាត់ខាំងនាងឡើយលុះនាងបានអនុញ្ញាតពីប្តីដូច្នេះហើយក៏តាក់តែងស្អិតស្អាងរាងកាយដោយគ្រឿងប្រដាប់សម្រាប់អាត្មារួចស្រេចហើយក៏លីលាចេញទៅសម្ដៅទៅរកកូនសិទ្ធិជាប្តីដើមនោះស្រាប់តែពើពះប្រទះនឹងខ្លាធំដែលអត់អាហារ7ថ្ងៃមកហើយខ្លាលោតទៅប្រងនឹងចាប់នាងឆៃចំអែតពុះអាត្មានាងរាយរាប់រឿងនាងឲ្យខ្លាស្ដាប់សពគ្រប់ខ្លាក៏បើកលែងនាងឲ្យត្រាប់ទៅដោយស្រួលឯនាងខំស្រោតដើរទៅអំពីនោះបន្តិចទៅបានជួបប្រទះនឹងចៅ7នាក់ចៅឃើញនាងនោះមានគ្រឿងប្រដាប់សម្រាប់អាត្មាសុទ្ធតែជារបស់មានតម្លៃក៏គិតគ្នានឹងទៅចាប់នាងយកអីវ៉ាន់អស់នោះនាងក៏និយាយសារស័ព្ទប្រាប់ចៅតាមដំណើរនោះសពគ្រប់ពួកចៅបានស្ដាប់ដូច្នេះមិនយកទ្រព្យសម្បត្តិទាំងនោះឡើយបើកឲ្យនាងទៅដោយស្រួលការនាងបានរបូតពីកណ្ដាប់ដៃចៅនោះហើយក៏ខំដើរត្រាច់រកាត់ទៅរហូតទីលំនៅប្តីដើមនោះស្គាល់ច្បាស់សួរថានាងមកមានការអ្វីនាងអង្គុយប្រណិប័តក្នុងទីស្ងាត់ដកជំរាបថាសិទ្ធិឪពុកខ្ញុំបានផ្សំផ្គុំខ្ញុំឲ្យជាភរិយាអ្នកអំពីមុនរួចមកហើយឥឡូវនេះឪពុកខ្ញុំលើកខ្ញុំឲ្យមានប្តីនឹងបរិះដទៃទៀតឯខ្ញុំមិនទាន់បានជំរាបលាពាក្យបដិញ្ញារបស់អ្នកជាស្វាមីដើមហើយបានជ្រះស្រឡះដូច្នេះបើស្វាមីបើកឲ្យខ្ញុំទៅខ្ញុំក៏ទៅបើស្វាមីមិនព្រមបើកឲ្យខ្ញុំទៅទេខ្ញុំក៏ពុំហ៊ានទៅដែរចៅនោះឆ្លើយឡើងថានាងមានចិត្តស្មោះចំពោះមុខដល់ខ្ញុំអរណាស់រកអ្វីព្រៀបបំបានតែឥឡូវនេះបើឪពុកនាងលើកនាងឲ្យមានប្តីហើយខ្ញុំនឹងទៅតវ៉ាប្រាថ្នានាងជាប្រពន្ធពុំបានឡើយចូលនាងទៅកាន់ប្តីនាងចោះនាងសំពះលាចៅនោះត្រឡប់ទៅផ្ទះវិញការនាងដើរតាមផ្លូវមកគប់ជួនជាពើពះប្រទះនឹងចៅម្នាក់កំពុងដើរទេសរកប្រពន្ធបានឃើញនាងមានរូបឆោមលោមពណ៌ល្អស្អាតមានទាំងគ្រឿងប្រដាប់ដ៏ល្អនៅខ្លួនផងក៏និយាយចាចង់ប្រាថ្នានឹងយកធ្វើប្រពន្ធនាងបានថ្លែងប្រាប់ដោយដំណើររឿងតាំងពីដើមរៀងមកចៅនោះក៏ពុំជជែកតវ៉ាប្រាថ្នានាងនោះឡើយលុះនាងទៅដល់លំនៅប្តីហើយក៏នៅរួមរស់ជាសុខសេមសានរៀងទៅរឿងនេះជារឿងពិសោធន៍ចិត្តបើអ្នកណាសរសើរចិត្តប្តីរបស់នាងនោះគឺអ្នកនោះជាមនុស្សច្រើនប្រច័ណ្ឌបើអ្នកណាសរសើរចិត្តខ្លាគឺអ្នកនោះជាមនុស្សគប់ចិត្តបៀតបៀនបំបត្តិជីវិតគេបើអ្នកណាសរសើរចិត្តចោលទាំង7នាក់គឺអ្នកនោះជាមនុស្សមានចិត្តលោភលន់ចង់បានតែទ្រព្យគេបើអ្នកណាសរសើរចិត្តបុរសដើរទេសរោគប្រពន្ធគឺអ្នកនោះជាមនុស្សចូលចិត្តប្រព្រឹត្តបរិទ្យាកម្មនិងភរិយាគេបើអ្នកណាវាចាក់អំពើទាំង4ចម្ពោះនេះបានអ្នកនោះនឹងបានស្ថានសួគ៌ពិតប្រាកដហោងរឿងរាជអាមាត្យ2នាក់បម្រើស្ដេចមាននិទានមួយថាមានរាជអាមាត្យ2នាក់ម្នាក់ចោះមុខពីបម្រើព្រះមហាក្សត្រនិងត្រឡប់ទៅផ្ទះម្នាក់មុខពីផ្ទះឡើងទៅបម្រើប្រទះគ្នានៅពាក់កណ្ដាលស្ពានប្រកែកគ្នាពំព្រមជៀសគ្នាតែរៀងខ្លួនអាមាត្យដែលចោះអំពីបម្រើថាចូលចៅជៀសចេញត្បិតអញទើបតែចោះអំពីបម្រើលួងអញនឹងត្រឡប់ទៅផ្ទះវិញអាមាត្យមួយថាចូលជៀសអញទៅបម្រើលួងអាមាត្យទាំងពីរនាក់នោះពុំព្រមជៀសគ្នានាំគ្នាទៅប្តឹងចៅក្រមនៅដំណើរទីតីចៅក្រមនិយាយខាត់ថាអ្នកទៅបម្រើក៏ទៅបម្រើទៅអ្នកទៅផ្ទះក៏ទៅផ្ទះទៅកុំឆ្លោះគ្នាអាមាត្យទាំងពីរនាក់ពុំសុខចិត្តតាមចៅក្រមខាត់នោះឡើយក៏នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើររឿងទីតីព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាហើយ
ទ្រង់ព្រះរាជបញ្ជាឲ្យអាមាត្យអ្នកឡើងទៅបម្រើនោះយកភោជនាអាហារទៅស្មាលាទោសនឹងអាមាត្យដែលចោះមកអំពីបម្រើទ្រង់ព្រះរាជបញ្ជាដូច្នេះអាមាត្យទាំងពីរនាក់ព្រមចូលចិត្តគ្រប់គ្នាហោងរឿងព្រះរាជវិនិច្ឆ័យក្តីទាំង4មាននិទានមួយដំណើរថាមានបរិសុទ្ធ2នាក់ជាខ្លានឹងគ្នាថ្ងៃមួយខ្លាម្នាក់បានទៅខ្ចីគោរបស់ខ្លាម្នាក់ដើម្បីតំរទេះទៅលក់ទំនិញក្នុងវេលាដែលខ្ចីគោម្ចាស់គោនោះជួបជុំគ្នាទាំងប្តីប្រពន្ធលុះខ្លាខ្ចីគោនោះតំបរទេសលក់ទំនិញរួចហើយបាននាំគោទៅជូនខ្លាវិញតែពុំឃើញខ្លាឃើញតែម្រាក់ក៏ជូនគោទៅម្រាក់ទទួលយកគោនោះហើយក្រោយពីនោះគោនោះងាប់ទៅលុះខ្លាម្ចាស់គោត្រឡប់មកដល់ផ្ទះវិញឃើញគោនោះងាប់ក៏នឹកខឹងហើយទៅប្រាប់ឲ្យខ្លាដែលខ្ចីគោសងគោនោះវិញឯខ្លាខ្ចីគោឆ្លើយថាការអញយកគោទៅសងពុំឃើញខ្លាឯងឃើញតែម្រាក់ទទួលយកគោនោះជ្រះស្រឡះហើយឥតតវ៉ាអ្វីទេម្ដេចក៏ខ្លាបង្គាប់អញឲ្យសងគោទៀតខ្លាម្ចាស់គោថាម្ដេចក៏ខ្លាមិនរងចាំអញមកដល់ផ្ទះសិនហើយម្ដេចក៏ជូនទៅគោទៅប្រពន្ធអញវិញដូច្នេះត្រូវតែខ្លាសងគោអញខានមិនបានទេខ្លាខ្ចីគោឆ្លើយថាអញបានយកគោទៅជូនម្រាក់ជាជ្រះស្រឡះហើយបើខ្លាបង្ខំអញឲ្យសងទៀតចាំអញទៅសូមព្រះរាជទ្រព្យឲ្យបានសិនទើបសងបរិសុទ្ធទាំងពីរនាក់ពុំសុខចិត្តតែរៀងខ្លួនក៏បណ្ដាលគ្នាទៅប្តឹងចៅក្រមលុះដើរបន្តិចទៅត្រូវថ្ងៃក្តៅណាស់ក៏នាំគ្នាចូលទៅជ្រោកម្លប់ឈើមួយគប់ជួនវេលានោះមានបរិសុទ្ធជាម្ចាស់និងខ្ញុំបណ្ដាលគ្នាមកដល់ដែរខ្ញុំដឹកសេះដើរមុនម្ចាស់សេះដើរពីក្រោយឆ្ងាយចៅដឹកសេះបានជួបនឹងបរិសុទ្ធ2នាក់ដែលកើតក្តីនឹងគ្នាអង្គុយក្រោមម្លប់ឈើនោះក៏និយាយថាចូលចៅដេញសេះឲ្យផងបុរសនោះដេញហើយសេះនៅតែមិនព្រមដើរក៏និយាយថាចៅអើយសេះនេះឯងមិនព្រមដើរទេទើបចៅដឹកសេះនោះថាចូលចៅចោលវាឲ្យផងបរិសកាត់ក្តីថាអញមិនហ៊ានចោលទេខ្លាចបាក់ជើងសេះចៅឯងចៅដឹកសេះថាចោលចោះមិនអីទេបរិសខ្ចីគោគេក៏ចោលទៅត្រូវជើងសេះនោះបាក់ចៅម្ចាស់សេះដើរមកទាន់ក៏សួរថាហេតុអ្វីបានជាចៅចោលសេះអញឲ្យបាក់ជើងដូច្នេះត្រូវសងសេះអញវិញបរិសខ្ចីគោឆ្លើយថាចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិនសំអញសងចៅហើយក៏នាំគ្នាដើរទៅផ្ទះរបស់បរិសជាខ្លានិងបរិសដែលខ្ចីគោនោះបរិសខ្ចីគោគេក៏ដើរចូលទៅក្នុងផ្ទះខ្លានោះតែមិនបានឃើញខ្លាឃើញតែប្រពន្ធនោះមានផ្ទៃពោះជាង7ខែហើយបរិសខ្ចីគោគេនោះនិយាយសុំទឹកថាម្រាអើយអញសុំទឹកផឹកផងនាងនោះក៏ទៅសិតទឹករួចក៏ចោះចណ្ដើរមកនឹងហុចទឹកឲ្យស្រាប់តែកម្មចណ្ដើរបាក់ធ្លាក់ដល់ដីរលូតកូនទៅឯប្តីមកដល់ឃើញហើយនិយាយថាហេតុអ្វីក៏ខ្លាប្រើប្រពន្ធអញឲ្យសិតទឹកផឹកតលតែធ្លាក់ពីលើចណ្ដើររលូតកូនដូច្នេះខ្លាឯងត្រូវសងកូនអញបរិសខ្ចីគោគេឆ្លើយថាចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យសិនសំអញសងចៅឯងវិញហើយក៏គោះគ្នាបណ្ដាទៅដល់ទី1មានដើមឈើច្រើនបរិសខ្ចីគោគេនិយាយថាចូលអ្នករងចាំអញទៅជួសមួយរំពេចសិនហើយគេចទៅឡើងដើមឈើមួយដោយនឹកខ្លាញ់ថាខ្លួននេះអាភ័ព្វណាស់នឹងលោតទម្លាក់សម្លាប់ខ្លួនចោលទៅល្អជាងនៅរស់ជួនជានៅក្រោមដើមឈើនោះមានបរិស2នាក់ឪពុកនិងកូនកំពុងត្បាញកន្ទេបរិសនោះលោតទៅក៏ធ្លាក់ទៅលើឪពុកដែរកំពុងត្បាញកន្ទេនោះស្លាប់ទៅឯខ្លួនអ្នកលោតមិនស្លាប់ទេបរិសជាកូនឃើញឪពុកស្លាប់ក៏ខឹងខ្លាំងណាស់និយាយថាត្រូវចៅឯងសងឪពុកអញវិញបរិសលោតអំពីចុងឈើឆ្លើយថាបើចៅឲ្យអញសងឪពុកឯងអញក៏សងដែរតែចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិនបរិសទាំង5នាក់ជាគូវិវាទគ្នាក៏មកដើរគ្នាទៅរកចៅក្រមហើយប្តឹងដោយនៅដំណើរទីតីពីគ្នាឯចៅក្រមជំនុំជម្រះកាត់សេចក្តីថាត្រូវឲ្យបរិសខ្ចីគោគេនោះសងគោគេវិញត្រូវឲ្យបរិសខ្ចីគោ
ដែលចោលបាក់ជើងសេះគេនោះសងសេះគេវិញត្រូវឲ្យបុរសខ្ចីគោដែលប្រើប្រពន្ធគេឲ្យសឹកទឹកឲ្យផឹកជាហេតុឲ្យរលូតកូនគេនោះសងកូនគេវិញត្រូវឲ្យបុរសខ្ចីគោដែលលោតសម្លាប់ខ្លួនជាហេតុឲ្យស្លាប់ឪពុកគេនោះសងឪពុកគេវិញបុរសខ្ចីគោដែលជាប់ចោតទាំង4រឿងនោះពុំសុខចិត្តក៏នាំគ្នាឡើងទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលសូមព្រះរាជទ្រព្យព្រះមហាក្សត្រមានព្រះបន្ទូលដណ្ដឹងថាហេតុអ្វីក៏ព្រះស្ដែងមកសូមប្រាក់អញដូច្នេះបុរសខ្ចីគោក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះបាទអម្ចាស់បានខ្ចីគោខ្លានេះទឹមបដឹកទំនិញទៅលក់រួចនាំយកគោនោះទៅជូនវិញតែពេលនោះជួបតែនឹងម្រាក់ពុំជួបនឹងខ្លាបានប្រគល់គោនោះទៅម្រាក់ក៏ទទួលយកគោនោះជ្រះស្រឡះហើយវិលមកផ្ទះវិញក្រោយមកខ្លានេះមកប្រាប់ខ្ញុំព្រះបាទអម្ចាស់ថាគោនោះងាប់ទៅហើយបន្ទុះខ្ញុំព្រះបាទអម្ចាស់ថាវេលាខ្លាទៅសងគោវិញម្ដេចក៏មិនរងចាំអញសិនហើយម្ដេចក៏ទៅជាយកគោទៅជូនប្រពន្ធអញវិញមិនជូនអញដូច្នេះត្រូវខ្លាឯងសងគោអញសូមទ្រង់ជ្រាបដំណើរក្តីរបស់ខ្ញុំព្រះបាទអម្ចាស់ដោយក្រាបបង្គំទូលនេះព្រះមហាក្សត្រត្រាស់ដណ្ដឹងទៅបរិសជាម្ចាស់គោថាដំណើរក្តីនេះដូច្នេះមែនឬពុំមែនទេបរិសម្ចាស់គោក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសដូច្នេះមែនទើបព្រះអង្គត្រាស់សួរទៀតថាតើព្រះស្ដែងនឹងឲ្យគេសងទៀតឬអ្វីម្ចាស់គោក្រាបបង្គំទូលថាខ្ញុំព្រះបាទអម្ចាស់ឲ្យសងទើបព្រះអង្គត្រាស់ថាបើព្រះស្ដែងឲ្យគេសងគោត្រូវព្រះស្ដែងឲ្យប្រពន្ធទៅក្លើព្រះស្ដែងទើបព្រះស្ដែងបានគោត្បិតប្រពន្ធព្រះស្ដែងទទួលយកគោអំពីគេជ្រះស្រឡះហើយតើឥឡូវនេះព្រះស្ដែងសុខចិត្តឲ្យប្រពន្ធទៅក្លើព្រះស្ដែងទៅទេបុរសនោះក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះបាទអម្ចាស់ពុំព្រមឲ្យប្រពន្ធទៅក្លានេះទេព្រះអង្គមានព្រះបន្ទូលថាបើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេទេព្រះស្ដែងក៏មិនត្រូវបានសំណងគោនោះដែរព្រោះប្រពន្ធព្រះស្ដែងទទួលយកគោនោះជ្រះស្រឡះហើយម្ដេចក៏ព្រះស្ដែងមកទាសំណងអំពីគេទៀតព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្តីរឿងគោរួចហើយទ្រង់ដណ្ដឹងសួររឿងសេះតទៅទៀតឯបរិសខ្ចីគោជាដើមហេតុដែលចោលសេះគេឲ្យបាក់ជើងនោះក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះបាទអម្ចាស់ឈប់នៅក្រោមម្លប់ឈើមួយគប់ជួនជាបរិសនេះដឹកសេះមកដល់ទីនោះដែរបានប្រើខ្ញុំព្រះបាទអម្ចាស់ឲ្យដេញសេះមិនព្រមដើរក៏បង្គាប់ខ្ញុំព្រះបាទអម្ចាស់ឲ្យចោលខ្ញុំព្រះបាទអម្ចាស់ប្រកែកថាមិនហ៊ានចោលទេក្រែងបាក់ជើងសេះបុរសដឹកសេះថាចោលទៅចោះខ្ញុំព្រះបាទអម្ចាស់ក៏ចោលទៅត្រូវជើងសេះនេះបាក់ទៅព្រះអង្គទ្រង់មានព្រះបន្ទូលនឹងអ្នកដឹកសេះថាដំណើរក្តីនេះដូច្នេះមែនឬដូចម្ដេចបុរសនោះក្រាបបង្គំទូលថាប៉ិតដូច្នេះមែនព្រះអង្គត្រាស់ថាបើព្រះស្ដែងឲ្យគេសងសេះត្រូវព្រះស្ដែងប្រគល់ខ្ញុំព្រះស្ដែងឲ្យទៅគេព្រោះខ្ញុំព្រះស្ដែងប្រើគេឲ្យចោលតលតែសេះព្រះស្ដែងនេះបាក់ជើងព្រះស្ដែងព្រមឬមិនព្រមបរិសម្ចាស់សេះនោះក្រាបបង្គំទូលថាខ្ញុំព្រះបាទម្ចាស់ពុំព្រមឲ្យទេត្បិតមានតែខ្ញុំម្នាក់ព្រះអង្គត្រាស់ថាបើដូច្នេះមិនត្រូវឲ្យគេសងសេះព្រះស្ដែងដែរព្រោះព្រះស្ដែងមិនព្រមឲ្យខ្ញុំទៅគេព្រះមហាក្សត្រទ្រង់កាត់ក្តីរឿងសេះហើយទ្រង់សួររឿងស្រីរលូកកូនតទៅទៀតបរិសខ្ចីគោគេក្រាបបង្គំទូលថាការដែលខ្ញុំព្រះបាទអម្ចាស់ដើរមកតាមផ្លូវនោះស្រែកទឹកខ្លាំងណាស់បានចូលទៅសុំទឹកនៅផ្ទះខ្លានេះជួនជាថ្ងៃនោះខ្លាមិននៅតែម្រាក់ចោះចណ្ដាលទៅសិតទឹកបាក់កម្មចណ្ដាលធ្លាក់ទៅដីរលូតកូនទៅលុះខ្លាមកដល់យល់ម្រាក់រលូតកូនដូច្នេះក៏ខឹងខ្លាំងណាស់បង្គាប់ឲ្យខ្ញុំព្រះបាទអម្ចាស់សងកូនទើបព្រះអង្គត្រាស់សួរទៅប្តីនោះថាដំណើរក្តីនេះតើពិតដូច្នេះឬពុំមែនទេបរិសជាប្តីក្រាបបង្គំទូលថាពិតដូច្នេះមែនព្រះអង្គត្រាស់សួរថាព្រះស្ដែងនឹងឲ្យគេសងកូននោះមែនឬអ្វីសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះបាទអម្ចាស់សូមឲ្យខ្លាសងកូននោះវិញប្រពន្ធព្រះស្ដែងផៅបានប្រមាណខែសូមទ្រង់ព្រះមេត្តាប្រោសផៅបាន7ខែហើយព្រះមហាក្សត្រ
ទ្រង់ព្រះរាជវិនិច្ឆ័យថាបើព្រះស្ដែងឲ្យគេសងកូននោះត្រូវព្រះស្ដែងឲ្យប្រពន្ធព្រះស្ដែងធ្វើជាប្រពន្ធគេទុកឲ្យផើមបាន7ខែសិនសឹមព្រះស្ដែងយកមកធ្វើជាប្រពន្ធព្រះស្ដែងវិញចុះតើព្រះស្ដែងព្រមឲ្យឬទេបរោះជាប្តីក្រាបបង្គំទូលថាខ្ញុំព្រះបាទអម្ចាស់មិនព្រមឲ្យទេព្រះមហាក្សត្រទ្រង់ត្រាស់ថាបើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេចោះឲ្យគេយកកូនពីណាមកសងព្រះស្ដែងវិញបានព្រះមហាក្សត្រត្រាស់សួរដំណើរក្តីរឿងស្លាប់ឪពុកតទៅទៀតបរោះខ្ចីគោក្រាបបង្គំទូលថាដើមឡើយខ្ញុំព្រះបាទអម្ចាស់លាអ្នកដើមចោតទាំង3នាក់ថាសូមទៅបត់ជើងមួយរំពេចសិនលុះចូលទៅក្នុងព្រៃយល់ដើមឈើមួយធំដោយនឹកអន់ចិត្តនឹងអភ័ព្វសំណាងរបស់ខ្លួនខ្លាំងពេកក៏ឡើងទៅលើចុងឈើនោះប្រង់នឹងលោតសម្លាប់ខ្លួនបងដល់លោតចោះមកស្រាប់តែត្រូវលើឪពុកបរោះនេះស្លាប់ទៅឯខ្ញុំព្រះបាទអម្ចាស់ពុំស្លាប់វេលាលោតចោះមកខ្ញុំព្រះបាទអម្ចាស់ពុំបានឃើញបរោះឪពុកនឹងកូននៅខាងក្រោមដើមឈើនោះទេបរោះជាកូនឃើញឪពុកស្លាប់ក៏ប្រចាំខ្ញុំព្រះបាទអម្ចាស់ថាត្រូវឲ្យសងឪពុកគេវិញដំណើរក្តីនេះប៉ុណ្ណេះសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទទើបព្រះមហាក្សត្រត្រាស់សួរទៅបរោះជាកូននោះថាតើព្រះស្ដែងនឹងឲ្យគេសងឪពុកព្រះស្ដែងវិញឬអ្វីបរោះជាកូននោះក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសសូមឲ្យគេសងកូនឪពុកខ្ញុំព្រះបាទអម្ចាស់វិញបើដូច្នេះមានតែព្រះស្ដែងឲ្យម្ដាយព្រះស្ដែងទៅធ្វើប្រពន្ធគេដើម្បីឲ្យគេបានជាឪពុករបស់ព្រះស្ដែងជំនួសឪពុកដែលស្លាប់ទៅតើព្រះស្ដែងព្រមឬទេខ្ញុំព្រះបាទអម្ចាស់នឹងឲ្យម្ដាយទៅធ្វើជាប្រពន្ធបរោះនេះដូចម្ដេចបានបើម្ដាយខ្ញុំព្រះបាទអម្ចាស់វេលានេះកំពុងកើតទុក្ខធ្ងន់ផងខ្ញុំព្រះបាទអម្ចាស់ពុំព្រមទេព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថាបើព្រះស្ដែងពុំព្រមតើនឹងឲ្យគេយកឪពុកពីណាមកជំនួសឪពុកព្រះស្ដែងបានបើឪពុកព្រះស្ដែងស្លាប់ទៅហើយដោយផលកម្មរបស់គាត់នឹងបន្ទោសនរណាព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្តីទាំង4រឿងដោយប្រការដូច្នេះហើយបរិសទាំង5នាក់ដែលកើតក្តីនឹងគ្នាក៏ចូលចិត្តស្ដាប់បានលែងចោតប្រកាន់គ្នាហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅអាត្មាទីតីរៀងខ្លួនហោងរឿងដឹងសងដឹងអំបែងសងអំបែងមាននិទានមួយថាមានបរិសប្តីប្រពន្ធមានកូនប្រុសម្នាក់បរិសជាប្តីនោះទៅខ្ចីដឹងអំពីសេដ្ឋីម្នាក់យកទៅកាប់អស់លុះលើកឡើងនឹងសំពងកាប់ស្រាប់តែដឹងនោះរង្គោះផ្លែខ្ទាតទៅត្រូវប្រើសមួយកប់បាត់នៅក្នុងខ្លួនប្រើសនោះបោចូលព្រៃទៅតាមរកពុំឃើញបរិសនោះក៏វិលមកផ្ទះវិញប្រាប់ប្រពន្ធកូនហើយទៅប្រាប់សេដ្ឋីដោយនៅដំណើរដឹងបាត់នោះសេដ្ឋីថាដឹងនោះជារបស់កំសត់កំរអំពីមេបាអញបើឥតអំពីដឹងនេះហើយអញគ្មានអ្វីប្រើការឡើយបរិសនោះអង្វរសំសងជាដឹងមួយជាថ្មីវិញសេដ្ឋីពុំព្រមថាលុះតែបានដឹងដើមទើបយកទុកជាបរិសនោះអង្វរសំសងមួយជា2ក៏សេដ្ឋីពុំព្រមយកបរិសនោះវិលទៅគិតនឹងប្រពន្ធរួចត្រឡប់ទៅរកសេដ្ឋីទៀតអង្វរសំសងមួយជា4សេដ្ឋីនៅតែមិនព្រមសងមួយជា10សេដ្ឋីក៏ពុំព្រមយកទៀតនៅតែទទូចនិយាយថាឲ្យបានដឹងដើមនោះទើបយកបរិសនោះលាសេដ្ឋីវិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថាត្រូវយកកូនកំឡោះធ្វើជាសំណងវិញលុះគិតគ្នាដូច្នេះហើយបរិសនោះក៏នាំកូនកំឡោះទៅប្រគល់ឲ្យសេដ្ឋីជាសំណងដឹងនោះសេដ្ឋីព្រមទទួលយកបរិសនោះក៏វិលទៅផ្ទះអាត្មាវិញហើយទៅរកអស់ក្នុងព្រៃទៀតស្រាប់តែឃើញប្រុសនោះស្លាប់រលួយហើយឃើញទាំងដឹងនៅនោះផងក៏មានសេចក្តីត្រេកអរឥតឧបមានាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋីដោះលាងស្អាតហើយយកទៅជូនសេដ្ឋីប្រាប់តាមដំណើរនោះសពគ្រប់ហើយសុំយកកូនមកវិញឯសេដ្ឋីស្គាល់ដឹងនោះជាក់ក៏ទទួលយកហើយឲ្យកូនកំឡោះទៅបរិសនោះនាំកូនទៅកាន់លំនៅរបស់ខ្លួន
ចំណែកការមកខាងក្រោយដល់រដូវស្រូវទុំបរោះប្តីប្រពន្ធដាល់អំបុកស៊ីកូនស្រីសេដ្ឋីនោះធំក្លិនអំបុកនឹងចង់ស៊ីអង្វរម្ដាយឪពុកឲ្យរកអំបែងឲ្យសេដ្ឋីរកអំបែងពំបានក៏ចូលទៅខ្ចីអំបែងបរោះនោះលុះដាល់អំបុករួចហើយជួនជាមានឆ្កែប្រខាំគ្នាពៀលើអំបែងនោះបែកខ្ទេចអស់សេដ្ឋីឲ្យទៅប្រាប់បរោះនោះយំគក់ទ្រង់ថាអំបែងនេះជារបស់កំសុតកំរពីមេបាមកត្រូវតែរកអំបែងដើមមកសងវិញទៅបានទុកជាសេដ្ឋីអង្វរថានឹងសងមួយជាពីរក្តីបរោះនោះក៏ពុំព្រមយកឡើយគឺទទួលយកឲ្យបានតែអំបែងដើមនោះឯងបើមិនបានអំបែងដើមនោះមិនព្រមទេទុកជាសេដ្ឋីឲ្យទៅនិយាយថានឹងសងមួយជា4ក្តីមួយជា10ក្តីបរោះនោះក៏ពុំព្រមសោះសេដ្ឋីខឹងទៅប្តឹងចៅក្រមឲ្យហៅបរោះនោះមកដណ្ដឹងសួរដោយដំណើរហើយចៅក្រមបង្គាប់ឲ្យសេដ្ឋីនោះសងអំបែងតែមួយបរោះនោះក៏ពុំព្រមយកចៅក្រមខឹងថាបរោះនេះល្មើសនឹងបង្គាប់ខ្លួនសេដ្ឋីឃើញបរោះនោះពុំសុខចិត្តក៏នាំសេចក្តីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះព្រះអង្គឲ្យហៅបរោះនោះមកមានព្រះបន្ទូលដណ្ដឹងសួរថាដំណើរនេះដេចម្ដេចបានជាចៅក្រមបង្គាប់ហើយព្រះស្ដែងពុំសុខចិត្តបរោះនោះក្រាបបង្គំទូលថាត្បិតសេដ្ឋីខ្ជិលអំបែងខ្ញុំព្រះបាទអម្ចាស់ទៅដាល់អំបុកទុកឲ្យឆ្កែប្រខាំគ្នាពៀលើបែករបស់ខ្ញុំព្រះបាទអម្ចាស់អំបែងនេះជាកេរអំពីមេបាមកតែងតែចិញ្ចឹមជីវិតដោយសារអំបែងនេះដូច្នេះលុះតែបានអំបែងដើមទើបខ្ញុំព្រះបាទអម្ចាស់យកបើពុំបានខ្ញុំព្រះបាទអម្ចាស់ពុំយកឡើយព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាថាការអស់នេះសំជាមានហេតុនឹងគ្នាអំពីមុនមកបានជាប្រកាន់គ្នាខ្លាំងម្លេះទើបត្រាស់ដណ្ដឹងសួរថាព្រះស្ដែងមានដំណើរហេតុដូចម្ដេចអំពីដើមបានជាប្រកាន់គ្នាខ្លាំងម្លេះបរោះនោះក្រាបបង្គំទូលថាដំណើរដើមខ្ញុំព្រះបាទអម្ចាស់ខ្ចីដឹងសេដ្ឋីទៅកាប់អស់ហើយរង្គោះផ្លែបាត់ទៅត្រូវប្រើមុតជាប់នឹងខ្លួនវាបោចូលព្រៃបាត់ទៅខ្ញុំព្រះបាទអម្ចាស់រកពុំឃើញទៅប្រាប់សេដ្ឋីថាដឹងនេះជាដឹងកំសត់កំរពីមេបាខ្ញុំព្រះបាទអម្ចាស់សុកចិត្តសងមួយជា2ដល់មួយជា10សេដ្ឋីក៏ពុំយកថាឲ្យបានដឹងដើមទុំយកបើពុំបានដឹងដើមពុំយកឡើយសេដ្ឋីប្រកាន់ដូច្នេះខ្ញុំព្រះបាទអម្ចាស់ក៏យកកូនកំឡោះឲ្យទៅនៅបំរើជំនួសខ្លួនទើបសេដ្ឋីទទួលយកថ្ងៃក្រោយខ្ញុំព្រះបាទអម្ចាស់ទៅរកអស់ក្នុងព្រៃស្រាប់តែឃើញប្រើសនោះងាប់រលួយទៅហើយឃើញផ្លែដឹងនៅក្នុងប្រើសនោះខ្ញុំព្រះបាទអម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយត្រេកអរណាស់យកទៅឲ្យសេដ្ឋីស្គាល់ជាក់ជារបស់ខ្លួនក៏ទទួលយកហើយឲ្យកូនមកខ្ញុំព្រះបាទអម្ចាស់វិញព្រះមហាក្សត្រទ្រង់ព្រះសម្ដាប់ហើយដណ្ដឹងសួរសេដ្ឋីថាដំណើរនេះដូច្នេះមែនឬអ្វីសេដ្ឋីក្រាបបង្គំទូលថាដូច្នេះមែនទើបព្រះអង្គមានព្រះបន្ទូលថាបើដូច្នេះសេដ្ឋីត្រូវឲ្យកូនខ្លួនទៅបម្រើគេវិញទើបដោយគុណលងធម៌សេដ្ឋីនិងបរិះនោះក៏ថ្វាយបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នាហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីតីហោងរឿងសេដ្ឋី3នាក់នៅទិសទាំង3មាននិទានមួយដំណើរថានៅក្នុងស្រុកមួយមានសេដ្ឋី3នាក់សេដ្ឋីមួយនៅទិសខាងកើតសេដ្ឋីមួយនៅកណ្ដាលសេដ្ឋីមួយទៀតនៅទិសខាងលិចសេដ្ឋីនៅកណ្ដាលមានកូនក្រមុំរូបឆោមល្អល្អះសេដ្ឋីនៅទិសខាងលិចចាត់ចែងបណ្ណាការឲ្យមនុស្សទៅដណ្ដឹងកូនក្រមុំសេដ្ឋីនោះជួនជាថ្ងៃដែលទៅដណ្ដឹងនោះសេដ្ឋីជាឪពុកមិននៅតែម្ដាយក៏ស្រស់ស្រួលឲ្យកូនទៅសេដ្ឋីនៅទិសខាងលិចក្រោយមកសេដ្ឋីនៅទិសខាងកើតចាត់ចែងបណ្ណាការឲ្យមនុស្សទៅនិយាយដណ្ដឹងកូនក្រមុំសេដ្ឋីនោះដែរតែជួនជាថ្ងៃនោះនៅតែឪពុកម្ដាយទៅកាន់ទីតីឪពុកក៏យល់ព្រមឲ្យកូនទៅសេដ្ឋីនៅទិសខាងកើតប្រពន្ធពុំដឹងជាប្តីលើកកូនក្រមុំឲ្យទៅសេដ្ឋីនៅទិសខាងកើតទេលុះដណ្ដឹងស្រេចហើយក៏កំណត់ថ្ងៃរៀបមង្គលការជាមួយគ្នាហើយសេដ្ឋីទាំងពីរនាក់ចាត់ឲ្យអ្នកផ្លូវចៅមហារៀបគ្រឿងបណ្ណាការមានក្រយ៉ាសំពះសពគ្រប់នាំទៅជូនឪពុកក្មេកម្ដាយក្មេកស្រាប់តែជួបប្រទះគ្នានៅផ្ទះឪពុកក្មេកម្ដាយក្មេកហើយក៏ដណ្ដើមគ្នាមួយថាស្រីនេះជាប្រពន្ធអញម្ដាយលើកឲ្យអញសេដ្ឋីមួយទៀតថាស្រីនេះជាប្រពន្ធអញឪពុកអញលើកឲ្យអញ
សិទ្ធិទាំងពីរនាក់ដណ្ដើមគ្នាដូច្នេះហើយក៏នាំគ្នាទៅប្តឹងចៅក្រមសូមឲ្យកាត់សេចក្តីនេះតើត្រូវបានទៅខាងណាចៅក្រមអាចកាត់សេចក្តីនេះពុំបានទើបសិទ្ធិទាំងពីរនាក់នាំគ្នាឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រព្រះអង្គមានព្រះបន្ទូលសួរថានៃសិទ្ធិមានហេតុដំណើរអ្វីបានជាប្រស្ដែងនាំគ្នាមកប្តឹងយើងសិទ្ធិនៅទៅខាងកើតក្រាបបង្គំទូលថាខ្ញុំព្រះបាទអាម្ចាស់បានឲ្យគេទៅដណ្ដឹងកូនក្រមុំសិទ្ធិនេះដល់ម្ដាយឪពុកតែពេលនោះពុំជួបនឹងម្ដាយឃើញតែឪពុកក៏ព្រមឲ្យកូនមកខ្ញុំព្រះបាទអាម្ចាស់ដាច់ស្រឡះហើយខ្ញុំព្រះបាទអាម្ចាស់រៀបគ្រឿងបណ្ណាការក្រយាសំពះនាំចូលទៅប្រទះគ្នានៅមុខផ្ទះម្ដាយឪពុកនោះទៅដណ្ដើមគ្នាការជាក្តីហើយនាំគ្នាមកក្រាបបង្គំទូលសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទព្រះអង្គទ្រង់ដណ្ដឹងទៅសិទ្ធិមួយនៅទិសខាងលិចក៏ក្រាបបង្គំទូលថាខ្ញុំព្រះបាទអាម្ចាស់ឲ្យគេទៅដណ្ដឹងកូនក្រមុំសិទ្ធិនោះដល់ម្ដាយឪពុកតែជួនជាពុំឃើញឪពុកឃើញតែម្ដាយលើកកូនឲ្យខ្ញុំព្រះបាទអាម្ចាស់ជាជ្រះស្រឡះហើយទើបខ្ញុំព្រះបាទអាម្ចាស់រៀបរំដាប់ទៅធ្វើមង្គលការស្រាប់តែប្រទះគ្នានៅមុខផ្ទះម្ដាយឪពុកក៏ដណ្ដើមគ្នាកើតជាក្តីឡើងនាំគ្នាមកក្រាបបង្គំទូលសូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាថាគួរឲ្យសិទ្ធិដែលម្ដាយលើកប្រគល់ឲ្យត្បិតម្ដាយបានបីបំថ្នមដោយសេចក្តីនឿយហត់ជាងឪពុកទើបទ្រង់ព្រះវិនិច្ឆ័យថាត្រូវឲ្យកូនក្រមុំទៅជាសិទ្ធិនៅទិសខាងលិចឯសិទ្ធិនៅទិសខាងកើតជាឪពុកលើកឲ្យនោះមិនត្រូវបានទេព្រោះកូនស្រីឪពុកមិនសូវបានមើលថែដូចម្ដាយហើយព្រះអង្គទ្រង់ផ្សះផ្សាសិទ្ធិទាំងពីរនោះចង់មេត្រីនឹងគ្នារៀងទៅសិទ្ធិទាំងពីរនាក់ក៏ក្រាបថ្វាយបង្គំលាទៅកាន់លំនៅរៀងខ្លួនហោងរឿងតុលោសិទ្ធិមាននិទានមួយថាមានសិទ្ធិមួយឈ្មោះកុលោសិទ្ធិអាយុ40ឆ្នាំគ្មានកូនដល់មួយឡើយទើបមហាសិទ្ធិឪពុកចាយវាយទ្រព្យរបស់ធ្វើបន់ឲ្យទានអធិដ្ឋានឲ្យបានកូនលុះអាយុ41ឆ្នាំទើបបានកូនប្រុសមួយកូននោះចេះដើរសិទ្ធិឲ្យក្រាបដីធ្វើជាទីលបែងកូននោះចម្ងាយអំពីវាំងទៅ10សិនរៀបស្មើស្ទើរតែខ្សាច់ឥតចង្ហុកឡើយដល់កូននោះបាន6ខួបពេលភ្លៀងវារត់លេងទឹកភ្លៀងដោយខ្សាច់នោះលុះទៅដល់ថ្លុកជន្លុកកូននោះលងទឹកស្លាប់ទើបសិទ្ធិនោះឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រថាខ្ញុំព្រះបាទអាម្ចាស់ឲ្យប្រាប់ដីរៀបស្មាសតែខ្សាច់ជាទីលបែងគុណខ្ញុំព្រះបាទអាម្ចាស់នោះគ្មានថ្លុកចង្ហុកឡើយឥឡូវនេះមានថ្លុកដកទឹកជ្រៅលងកូនខ្ញុំព្រះបាទអាម្ចាស់ស្លាប់សូមព្រះអង្គទ្រង់ព្រះចិន្តាពិចារណាហោងព្រះមហាក្សត្រទ្រង់ឲ្យអាមាត្យទៅពិនិត្យមើលអាមាត្យទៅមើលឃើញវិលមកក្រាបបង្គំទូលថាឃើញស្នាមជើងដំរីទ្រង់ឲ្យទៅចាប់ដំរីយកមកពិចារណាថាទីនោះសិទ្ធិបានប្រាប់ដីរៀបស្មើទុកជាទីលបែងកូនតែងលេងជាប្រក្រតីហេតុអ្វីក៏ព្រះស្ដែងទៅជន់បាក់ជាថ្លុកចំហុកកាត់ដីលងកូនសិទ្ធិស្លាប់ដំរីឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ទៅតាមដានរមាសទ្រង់ឲ្យទៅតាមចាប់រមាសយកមកពិចារណារមាសឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ទៅតាមដានក្របីទ្រង់ឲ្យទៅតាមចាប់ក្របីមកពិចារណាក្របីឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ទៅតាមដានជ្រូកទ្រង់ឲ្យទៅតាមចាប់ជ្រូកយកមកពិចារណាជ្រូកឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ទៅតាមដានកង្កោកទ្រង់ឲ្យទៅចាប់កង្កោកយកមកពិចារណាកង្កោកឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ទៅតាមដានមាន់ទ្រង់ឲ្យតាមចាប់មាន់យកមកពិចារណាមាន់ឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ពពុកតាមដានទទាទ្រង់ចាប់ទទាយកមកពិចារណាទទាឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ពពុកតាមដានក្រូចទ្រង់ចាប់ក្រូចយកមកពិចារណាក្រូចឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់ពពុកដែលមេខ្សាច់ទ្រង់ឲ្យចាប់មេខ្សាច់មកពិចារណាមេខ្សាច់ឆ្លើយថាខ្ញុំព្រះបាទអាម្ចាស់យល់ភ្នុកខ្សាច់ល្អហើយធ្វើជាលំនៅខ្ញុំព្រះបាទអាម្ចាស់មែនអស់សត្វមរឹកបាក់សីអំបាននោះសឹងមានចម្លើយដូច្នេះព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាយល់ថាដើមអាចនៅមេខ្សាច់នេះមែនក៏ទ្រង់កាត់សេចក្តីនោះឲ្យមេខ្សាច់សងភាគ1ក្រូចភាគ2ទុទាភាគ3មាន់ភាគ4កង្កោកភាគ5ជ្រូកភាគ6ក្របីភាគ7រមាសភាគ8ដំរីភាគ9
ព្រះបង្គាប់សេចក្តីដូច្នេះអស់មរឹកបាក់សីទាំងនោះយល់ព្រមទទួលហើយមហាសេដ្ឋីនៅអស់សត្វមរឹកបាក់សីទាំងឡាយក្រាបបង្គំលាទៅកាន់លំនៅខ្លួនទីតីហោងរឿងស្ត្រីពីរនាក់ឆ្លោះដណ្ដើមធ្មេញឈើមាននិទានមួយថាមានស្ត្រីពីរនាក់ត្រីម្នាក់ម្ដាយឈឺធ្ងន់បីម្ដាយដាក់លើផ្លូវយកទឹកបិទមុខទៅម្ដាយដឹងខ្លួនស្រីម្នាក់សួរជួលធ្វើធ្មេញឈើស្រីម្ដាយឈឺធ្ងន់ថាធ្មេញឈើមានតែឥតអ្នកណាទៅយកឲ្យព្រោះអញរវល់នឹងម្ដាយឈឺធ្ងន់ស្រីដែលចង់បានធ្មេញឈើនោះថាបើអញជួលនាងតើបានឬទេស្ត្រីម្ដាយឈឺនោះហេតុតែចង់បានឈ្នួលធ្មេញឈើក៏ព្រមជួលឲ្យទៅហើយឲ្យស្រីដែលជួលនោះបីម្ដាយឲ្យខ្លួនឯងចូលទៅយកធ្មេញឈើអំពីក្នុងផ្ទះឯម្ដាយឈឺនោះដាច់ខ្យល់ស្លាប់នៅលើផ្លូវស្រីជួលធ្មេញឈើនោះហើយស្រីនោះបិទមាត់ត្រឡប់ភ្នែកឲ្យស្រីជាកូននោះយកធ្មេញឈើមកឲ្យស្រីដែលជួលនោះហើយលើកខ្មោចម្ដាយធ្វើបន់រួចទើបស្រីជួលធ្វើធ្មេញឈើនោះយកធ្មេញឈើមកឲ្យឈ្នួលតែមួយហួងស្រីម្ចាស់ធ្មេញឈើថាអ្នកឯងជួលអញយកទៅត្បាញយូរហើយតាំងពីម្ដាយអញស្លាប់ម្លេះលុះអញលើកខ្មោចធ្វើបន់រួចហើយទើបយកធ្មេញឈើមកឲ្យអញឲ្យឈ្មួញអញតែមួយហួងអញពុំព្រមយកឡើយលុះតែឲ្យឈ្នួលអញមួយស្លឹងទើបអញយកស្រីជួលធ្មេញឈើថាម្ដេចក៏នាងប្រើឲ្យអញឲ្យជួលមួយស្លឹងបើម្ដាយនាងស្លាប់លើផ្លូវអញបានបិទមាត់ត្រឡប់ភ្នែកឲ្យតើនាងបានជួសរលាស់ឲ្យអញឬស្រីទាំងពីរនាក់ក៏ឆ្លោះគ្នាហើយនាំគ្នាទៅប្តឹងចៅក្រមកាត់សេចក្តីនោះពុំបានក៏នាំស្រីទាំងពីរនាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីតីព្រះមហាក្សត្រពិចារណាថាស្រីជួយធ្មេញឈើហេតុតែជាកូនបុរាណទើបបានម្ដាយនោះស្លាប់លើផ្លូវបានបិទមាត់ត្រឡប់ភ្នែកឲ្យព្រះអង្គទុកនាងនោះជាកូនបង្កើតឯកូនបង្កើតទុកជាក្មួយបង្កើតហើយឲ្យចែករបស់អំពីខ្មោចម្ដាយនោះជា3ភាគឲ្យទៅស្រីជួលធ្មេញឈើ2ភាគស្រីជាកូន1ភាគព្រះអង្គបង្គាប់ដូច្នេះស្រីទាំងពីរនាក់នោះព្រមទទួលយកចំណែកទីតីហើយក្រាបថ្វាយបង្គំលាដោយលំនៅទីតីហោងរឿងពីណូលួចព្រះមកុដមាននិទានមួយដំណើរថាមានព្រះមហាក្សត្រមួយព្រះអង្គតែងស្ដេចយាងទៅប្រពៀតប្រយុឈានហើយដោះមកុដទុកក្នុងប្រអប់មាសឲ្យស្រីម្នាក់ថែរក្សាព្រះពន្លាភៈហើយព្រះអង្គស្ដេចចេញទៅបរបាញ់ជាមួយនឹងសេនាយោធាផងស្រីចាំរក្សាព្រះមកុដនោះងុយដេកក៏ដេកលក់ទៅកាលនោះមានពីណូមួយចោះពីលើដើមឈើមកឃើញស្រីនោះដេកលក់ពុំដឹងខ្លួនប្រាណក៏លួចបើកប្រអប់យកព្រះមកុដទៅពាក់រំបង្អួតគ្នាលេងលើមែកឈើរួចលាក់ទុកទៅស្រីនោះភ្ញាក់ឡើងឃើញប្រអប់របើកបាត់ទាំងព្រះមកុដផងក៏ផិតភ័យក្រៃពេកគិតថាខ្លួនមុខជាស្លាប់ដោយព្រះរាជអាជ្ញាជាប្រកបក៏ខំរត់រកព្រះមកុដពុំឃើញឡើយហើយស្រែកទ្រហោយំព្រះមហាក្សត្រមកអំពីបបបាញ់ស្រីនោះក៏ក្រាបបង្គំទូលដោយដំណើរអំពីងងុយដេកលក់ទៅមានចាលួចព្រះមកុដបាត់ព្រះអង្គឲ្យសេនាយោធាអាមាត្យដើររកសពអន្លើស្រាប់តែប្រទះនឹងចៅនេសាទម្នាក់កាន់ស្នាដើរបាញ់សត្វដើម្បីលក់ចិញ្ចឹមជីវិតសេនាយោធាអាមាត្យក៏ចោមចាប់ចៅនេសាទនោះនាំបណ្ដាមកក្រាបបង្គំទូលព្រះមហាក្រាបបង្គំទូលព្រះរាជាថាវានេះជាចៅលួចព្រះមកុដយើងដាក់ឲ្យចៅក្រុមជំនុំជម្រះចៅក្រុមពិចារណាសួរចៅនេសាទនោះឆ្លើយថាខ្ញុំពុំបានលួចព្រះមកុដទេខ្ញុំស្វែងរកបាញ់សត្វក្នុងព្រៃទៅខ្ញុំពុំបានមកចិត្តព្រះពន្លានេះឡើយចៅក្រុមក្រាបបង្គំទូលព្រះមហាក្សត្រថាវានេះឯងជាចៅកំណាចឥតមាននរណាមួយហ៊ានមកជន់ព្រៃនេះទេរឿងនេះចាំបាច់ជំនុំធ្វើគ្រាន់តែគៀបវាសួររកព្រះមកុដឲ្យឃើញប៉ុណ្ណោះបានហើយព្រះអង្គបង្គាប់ឲ្យគៀបចៅនេសាទនោះពុំមែនជាចៅលួចទេតែឈឺណាស់អត់ទ្រាំពុំបានក៏ស្រែកថាម្ចាស់ខ្ញុំអើយខ្ញុំជាចៅលួចព្រះមកុដមែនខ្ញុំយកទៅឲ្យមហាសេដ្ឋីត្បិតមហាសេដ្ឋីប្រើខ្ញុំមកលួចគាត់
នឹងឲ្យរង្វាន់ខ្ញុំព្រះមហាក្សត្របានជ្រាបទៅឲ្យចាប់មហាសេដ្ឋីយកមកពិចារណាមហាសេដ្ឋីឆ្លើយថាខ្ញុំព្រះបាទអម្ចាស់ពុំប្រាចៅនេសាទនេះឲ្យលួចព្រះមកុដទេពួកចៅក្រមបង្គាប់ទូលឲ្យគៀបសេដ្ឋីលុះមហាសេដ្ឋីត្រូវឃ្នាបឈឺខ្លាំងពេកអត់ទ្រាំពុំបានក៏ឆ្លើយថាម្ចាស់ខ្ញុំអើយខ្ញុំប្រាចៅនេសាទនេះឲ្យលួចព្រះមកុដនេះមែនតែខ្ញុំយកទៅឲ្យរង្វាន់ចៅបរហិតទៅហើយចៅក្រមក្រាបបង្គំទូលឲ្យចាប់បរហិតនោះពិចារណាទៀតបរហិតឆ្លើយថាម្ចាស់ខ្ញុំអើយមហាសេដ្ឋីនេះពុំបានយកព្រះមកុដមកឲ្យខ្ញុំទេចៅក្រមក៏ក្រាបបង្គំទូលគៀបបរហិតនោះទៀតបរហិតនោះពុំដឹងខ្លួនសោះតែត្រូវឃ្នាបគៀបឈឺខ្លាំងពេកអត់ទ្រាំពុំបានក៏ស្រែកថាសូមឲ្យម្ចាស់បន្ធូរបន្តិចហើយឆ្លើយថាម្ចាស់ខ្ញុំអើយមហាសេដ្ឋីយកព្រះមកុដមកឲ្យខ្ញុំមែនតែខ្ញុំយកទៅទុកនៅឯព្រៃឧសៀនទៅហើយព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យទៅរកឯព្រៃឧសៀនក៏អត់នរណារកឃើញសោះទ្រង់ឲ្យគៀបទៀតគ្រានោះព្រះពលទេពសេនាបតីឡើងទៅក្រាបបង្គំគាល់ឮសម្រែកបរហិតមហាសេដ្ឋីនិងចៅនេសាទស្រែកយំរំពងដូច្នេះក៏រំពឹងគិតដោយប្រាជ្ញាថាបើនៅតែគៀបដូច្នេះបរហិតមហាសេដ្ឋីនិងចៅនេសាទនេះមុខជាស្លាប់មិនខានឯព្រះមកុដក៏បាត់ពុំឃើញទៅក្រាបបង្គំសូមយកសេចក្តីនេះទៅពិចារណាព្រះមហាក្សត្រទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះពលទេពសេនាបតីយករឿងនោះជំនុំពិចារណាជាមួយនឹងពួកសេនាបតីព្រះពលទេពសេនាបតីក៏នាំជនទាំង3នាក់ទៅឃុំក្នុងរោងមួយមានជញ្ជាំងចិត្តលុះវេលាយប់ឲ្យស្មានម្នាក់ទៅលោបលាក់ខ្លួនពួនចាំស្ដាប់ពីក្រោយជញ្ជាំងកុំឲ្យអ្នកទាំង3នាក់ដឹងគ្រានោះមហាសេដ្ឋីនិយាយហេតុដែលអញត្រូវឃ្នាបឈឺដល់ម្លេះព្រោះតែចៅនេសាទនេះឯងចៅនេសាទចោះអញប្រាចៅឯងឲ្យលួចព្រះមកុដអំពីអង្ការបានជាចៅឆ្លើយដាក់អញនាំឲ្យលោកធ្វើក្តីលំបាកដល់អញដូច្នេះឯចៅនេសាទឆ្លើយថាលោកអើយខ្ញុំពុំបានលួចព្រះមកុដមកឲ្យលោកទេតែគេគៀបខ្ញុំឈឺណាស់អត់ទ្រាំពុំបានទើបខ្ញុំឆ្លើយដាក់លោកឲ្យតែបានរួចខ្លួនមួយគ្រាសិនទៅបរហិតក៏និយាយទៅនឹងមហាសេដ្ឋីថាអ្នកឯងបានយកព្រះមកុដទៅឲ្យអញអំពីអង្ការបានជាឆ្លើយដាក់អញមហាសេដ្ឋីឆ្លើយថាម្ចាស់ខ្ញុំអើយគេគៀបខ្ញុំឈឺណាស់អត់ទ្រាំពុំបានទើបខ្ញុំឆ្លើយដាក់លោកហើយសួរទៅបរហិតវិញថាចំណែកខាងលោកខ្ញុំពុំបានឲ្យព្រះមកុដទេម្ដេចក៏លោកថាឲ្យហើយថាយកទៅទុកនៅឯព្រៃឧសៀនគេឲ្យទៅរកពុំឃើញដូច្នេះបរហិតឆ្លើយថាអ្នកអើយលោកពុំជំនុំពិចារណាឲ្យអស់សេចក្តីស្រាប់តែគៀបឈឺណាស់ខ្ញុំចេះតែថាឲ្យរួចតែពីមាត់ទៅឲ្យតែលោកបន្ធូរជំងឺបន្តិចប៉ុណ្ណោះទេស្មានស្ដាប់ឮជាក៏កត់ពាក្យចៅនេសាទមហាសេដ្ឋីបរហិតយកទៅជូនព្រះពលទេពសេនាបតីជំនុំជំរះយល់ថាចៅនេសាទមហាសេដ្ឋីនិងបរហិតនោះពុំមែនជាចោរឡើយហើយព្រះពលទេពសេនាបតីឲ្យជាងធ្វើព្រះមកុដមួយទៀតដោយព្រះមកុដពីមុនយកទៅថ្វាយព្រះមហាក្សត្រហើយជាងស្ដេចទៅប្រពៀតព្រៃឧសៀនម្ដងទៀតទុកព្រះមកុដនៅទីដដែលឲ្យស្រីដដែលនោះថែរក្សាផ្ដាំថាធ្វើជាដេកលក់ហើយមើលបំណាំកាលណាមានចៅមកលួចព្រះមកុតម្ដងទៀតឲ្យស្រែកអាក្រោះឡើងផ្ដាំស្រីនោះស្រេចព្រះពលទេពសេនាបតីក៏ឲ្យសេនាយោធាមាត្រពួនចាំខ្លំមើលហើយព្រះមហាក្សត្រស្ដេចចេញទៅបរបាញ់ដូចមុនពីណូដដែលនោះចុះអំពីចុងឈើទៅគុណមើលស្រីនោះដេកលក់ពុំកំរើកក៏បើកប្រអប់លួចព្រះមកុដយកទៅពាក់រំបង្អួតគ្នានៅលើចុងឈើទៅស្រីនោះស្រែកថាព្រះអាស្វាលួចព្រះមកុដអស់សេនាយោធាមាត្រដែលចាំយាមក៏ប្រញាប់គ្រប់គ្នាស្រែកថាស្វាលួចព្រះមកុដទម្លាក់ក្នុងរងឈើលុះព្រះមហាក្សត្រយាងដល់ព្រះពន្លាភៈស្រីនៅអស់សេនាបតីមាត្រស្រីនៅអស់សេនាយោធាមាត្រក្រាបបង្គំទូតាមដំណើរនោះសពគ្រប់ព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យឡើងទៅមើលរោងឈើមកឃើញព្រះមកុដទាំងចាស់ទាំងថ្មីយកមកថ្វាយព្រះអង្គមានព្រះបន្ទូលថាអាស្វានេះទៅតើដែលលួចព្រះមកុដនេះសេចក្តីនេះបើពុំបានព្រះពលទេពសេនាបតីមុខជំនុំពិចារណាសំចៅក្រមពុំឃើញឡើយមុខជាគៀបបរហិតនៅមហាសេដ្ឋីនិងចៅនេសាទ
ត្រាតែស្លាប់កំខានឯព្រះមកតអញក៏នឹងបាត់អាសាបងព្រះអង្គមានព្រះបន្ទូលដូច្នេះហើយទ្រង់ព្រះរាជទានពោសពសាធុការដល់ព្រះពោធិសេនាបតីជាអស្ចារ្យនាកណ្ដាលជំនុំហោង